មានបងប្អូនជាច្រើនបានសួរខ្ញុំថាតើចំនួនកម្ពុជានិងថៃអាចដោះស្រាយគ្នាបានដែរឬទេតាមការវិភាគរបស់ខ្ញុំគិតថាវាឈានទៅដល់ហួសព្រំដែនទៅហើយមិនអាចដោះស្រាយបានទេឥឡូវនេះប្រទេសថៃបានបិទច្រកព្រំដែនទាំងអស់មិនថាខាងភ្ញៀវទេសចរឬអ្នកជំនួញគឺថៃបានបិទទាំងអស់សូម្បីតែជើងហោះហើរតាមយន្តហោះក៏បិទដែរនាយករដ្ឋមន្ត្រីថៃផែតុងផានគាត់បានចូលទៅជ្រុលនិយមខាងយោធាថៃបាត់ទៅហើយតាំងតែពីមានការធ្លាយសម្លេងរបស់គាត់មកពេលនេះគាត់បានស្អប់ប្រទេសកម្ពុជាយ៉ាងខ្លាំងដោយគាត់បានធ្វើការមូលបង្កាច់ថាប្រទេសកម្ពុជាគឺជាប្រទេសបោកប្រាស់តាមអនឡាញឬក៏ជាប្រទេសឧក្រិដ្ឋជនគាត់បានចោទកម្ពុជាថាគឺជាប្រទេសដែលមានសេដ្ឋកិច្ច 40% គឺរកបានមកពីឧក្រិដ្ឋជននេះគឺជាការលាបពណ៌ដ៏ធំមួយម្យ៉ាងទៀតមានក្រុមមនុស្សកំពុងតែប្តឹងឪពុករបស់គាត់ទៅកាន់តុលាការដើម្បីដាក់គុកផងដែរដូច្នេះអ្នកស្រីផែតុងឋានក៏បានស្ថិតនៅក្រោមបាក់អាវលឿង 100% តែម្ដងគ្មានឯករាជ្យទៀតទេបើគាត់ហ៊ានតែធ្វើខុសចិត្តគេបន្តិចគឺឪពុកគាត់នឹងចូលគុកហើយខ្ញុំធ្លាប់បាននិយាយរួចហើយអំពីការព្រួយបារម្ភរបស់ខ្ញុំខ្លាចប្រទេសទាំងពីរធ្លាក់ចូលក្នុងអន្ទាក់របស់ពួកអាវលឿងខ្ញុំគិតថាប្រទេសថៃនឹងអាចនៅបន្តធ្វើបែបនេះជាមួយកម្ពុជាចូលដល់រាប់ឆ្នាំតែម្ដងដោយថៃមិនខ្វល់ទេដោយសារតែថៃដឹងថាការធ្វើពាណិជ្ជកម្មជាមួយនឹងកម្ពុជាសប្តាហ៍ថ្ងៃនេះសរុបចូលទាំងអស់គឺស្មើត្រឹមតែ 1% នៃសេដ្ឋកិច្ចទាំងមូលរបស់ថៃតែប៉ុណ្ណោះរឿងនេះវាមានតែរងចាំឲ្យដល់ប្រទេសថៃមានការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីតែប៉ុណ្ណោះមេដឹកនាំរូបណាដែលចង់មានទំនាក់ទំនងល្អជាមួយនឹងកម្ពុជាឡើងវិញប៉ុន្តែចំណុចនេះវាមិនធានាថានឹងមាននោះទេ